everyone and ជំរាបសួរបងប្អូនទាំងអស់គ្នាបានមកជួយ admin ទៀតហើយជាមួយនឹងការបន្តព័ត៌មានថ្មីរបស់ Wang Yibo និង Sao Chan ហើយសម្រាប់វីដេអូនេះផងដែរ admin នឹង update អំពីព័ត៌មាននៅក្នុងកម្មវិធី Faithia Never ដែល admin បាន update នៅវីដេអូកាលពីយប់មិញម្ដងហើយអញ្ចឹងឥឡូវនេះគឺយើងមកធ្វើការ update ថ្មីបន្តពីវីដេអូមុនផងដែរអូខេអ្នកទាំងអស់គ្នាប្រកាសជាចង់ដឹងហើយថាតើការ update ថ្មីនេះជាអ្វីតោះយើងទៅមើលការ update ថ្មីទាំងអស់គ្នាអូខេមុនធ្វើការ update កម្មវិធី Pin 1 Faithia admin សូម update សកម្មភាព Wang Yibo នៅទីក្រុងម៉ាកាវសម្រាប់ថ្ងៃនេះផងដែរមាននរណាម្នាក់បានឃើញ Wang Yibo នៅក្នុងសន្តាគារដ៏ប្រណិតមួយដែលគាត់ធ្វើការស្នាក់នៅនិងរៀបចំសម្រាប់កម្មវិធី STC5 នៃវគ្គផ្ដាច់ព្រាត់នេះផងដែរញាក់សាច់ហ្មងណាទាំងអស់គ្នាគ្រាន់តែឃើញរូបក៏ដឹងថាបែបសន្តាគារអភិជនដែរទាំងអស់គ្នាមើលការ design របស់សន្តាគារផងហើយយើងក៏ឃើញWang Yibo ដើរចុចទូរស័ព្ទជាមួយប៉ូលីសដែរអូខេអញ្ចឹងចិត្តដល់ថ្ងៃវគ្គផ្ដាច់ព្រាត់នៃកម្មវិធី SDC ហើយទាំងអស់គ្នាកុំភ្លេចរងចាំមើល Captain Wang Yibo យើងទាំងអស់គ្នាអូខេឥឡូវចូលដល់ប្រធានបទដែលពួកយើងរងចាំវិញគឺកម្មវិធី Faithia Never អូខេនៅក្នុងការ update នោះមាននរណាម្នាក់បាននិយាយថានៅថ្ងៃទី1ខែវិច្ឆិកា Wang Yibo និង Sao Chan បានយល់ព្រមចូលរួមកម្មវិធី Beijing Faithia Never លើកទី33នេះហើយក្នុងកំឡុងពេលនេះផងដែរក៏មានការស្វែងរកនៅព័ត៌មានថ្មីៗទាក់ទងនឹងកម្មវិធីនេះផងដែរប៉ុន្តែសម្រាប់ពេលរង្វាន់ Faithia មិនទាន់ប្រកាសជាផ្លូវការនៅឡើយទេតែគណនី account Weibo របស់កម្មវិធីបានផុសបញ្ជាក់ទៅលើថ្ងៃនិងទីតាំងរបស់កម្មវិធីដែលនឹង live ផ្ទាល់នៅទីក្រុង Beijing ផងដែរអញ្ចឹងដូចអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងថារឿង Wang Yibo និងរឿងរបស់ Sao Chan បានឈ្នះពានរង្វាន់នៅក្នុងកម្មវិធី Faithia នេះអញ្ចឹងទាក់ទងនឹងការលើកឡើងរបស់អ្នកដែលគាត់និយាយថា Wang Yibo និង Sao Chan យល់ព្រមចូលរួមនៅក្នុងកម្មវិធីនេះយើងនឹងរងចាំមើលទាំងអស់គ្នាថាតើការ update នេះនឹងក្លាយជាការពិតដែរឬទេអញ្ចឹងនៅគៀកថ្ងៃកម្មវិធីយើងនឹងរងចាំមើលទាំងអស់គ្នាអូខេនេះក៏ជាដំណឹងរំភើបហើយសប្បាយចិត្តដែរទាំងអស់គ្នានេះក៏ឲ្យសញ្ញាមួយដែរថា Wang Yibo និង Sao Chan អាចនឹងចូលរួមនៅក្នុងកម្មវិធីនេះអូខេអញ្ចឹងសម្រាប់ការ update វីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូ admin ពីដើមរហូតដល់ចប់និងរងចាំការ update ថ្មីរបស់ admin នៅក្នុងវីដេអូនេះផងដែរ Thank you everyone for your watching this video and wait for me update about Wang Yibo and Sao Chan for this event. Hope you guys enjoy this video and see me next video. Bye bye guys. ជម្រាបលាបងប្អូនទាំងអស់គ្នា